បាទសួស្តីបងប្អូនទាំងអស់គ្នានេះវីដេអូមួយទៀតគឺខ្ញុំបង្ហាញពីរបៀបcopy បាទខ្នាត A3 ជាមួយនឹងបាទឯកសារសៀវភៅស្នាក់នៅបាទទី1គឺយើងប្រើទៅលើម៉ាស៊ីនបាទពពុះ A3 PX បាទ Epson PX M5041S បាទអានោះវាមាន option ក្នុងការ copy និងធ្វើការកំណត់បាទបានគ្រប់គ្រាន់ជាមួយនឹង function របស់វាបាទនេះ size របស់វាគឺ A3 បាទជាមួយនឹងសៀវភៅថ្នាក់នៅបាទបន្ទាប់មកយើងcopy បាទជ្រើសរើសបាទកម្រិតបាទ size របស់វាបាទយើងចូល copy មកនេះបាទយើងចូលកន្លែង zoom បាទกระดาษរបស់យើងគឺ A3 យើងចង់ copy ឲ្យคล้ายជា A4 បាទសម្រាប់សៀវភៅស្នាក់នៅគឺយើងយកកម្រិតរបស់វាគឺ 78% បាទចុចកំណត់មកបាទហើយអូខេបាទបន្ទាប់ពីអូខេហើយយើង copy ឲ្យវាបានមួយស្លឹកមកសិនបាទបន្ទាប់មកយើងដាក់ត្រឡប់ទៅវិញដើម្បីយើងផ្លាស់ប្ដូរបាទឥឡូវខ្ញុំ start មួយយកសខ្មៅបាទ color យើងយកខាងនេះសខ្មៅយើងយកខាងនេះមកបាទនេះសម្រាប់ឯកសារដែលយើង copy យកជាមួយនឹង size A4 បាទគឺវាបានតម្រង់បែបហ្នឹងហើយបន្ទាប់មកគឺយើងត្រូវបាទបដូរត្រឡប់ខាងលើមុនបាទត្រឡប់กระดาษរបស់យើងមកបែបនេះបាទហើយបន្ទាប់មកទៀតគឺយើងត្រូវទាញกระดาษបាទទាញត្រឡប់กระดาษរបស់យើងដើម្បីឲ្យចូល size គ្នាបាទសងខាងយើងដាក់ខាងហ្នឹងមកតែមកយើងធ្វើការ start វាម្ដងទៀតអញ្ចឹងយើងអូខេយើងមើល size របស់យើងហើយបន្ទាប់មកយើង start ម្ដងទៀតឲ្យវាបានមួយខាងទៀតបាទបាទអញ្ចឹងសម្រាប់ຂະຫນាត់ A3 មក A4 គឺយើងបានបាទត្រូវគ្រប់ទម្រង់របស់វាទាំងសងខាងបាទនេះវីដេអូដែលខ្ញុំបង្ហាញនេះគឺយើងបាទកំណត់កម្រិត level របស់វាបាទជាមួយនឹង size របស់វាបាទនេះឯកសារដើមរបស់យើងបាទគឺຂະຫນាត់ A3 ធំមែនទែននេះ A4 របស់យើងនេះលទ្ធផលដែលយើង copy បានបាទអរគុណច្រើនវីដេអូមានតែប៉ុណ្ណឹង